អង្គលីមាលសូត្រសម័យមួយព្រះដ៏មានព្រះភិក្ខទ្រង់សម្រេចព្រះអរិយាបថក្នុងវត្តចេតពុនសម័យនោះព្រះអង្គទ្រង់យាងចូលទៅក្នុងព្រៃធំសំដៅទៅត្រង់ទីដែលអង្គលីមាចៅអាស្រ័យនៅពេលដែលអង្គលីមាស្រែកឃាត់ព្រះដ៏មានព្រះភិក្ខថាឈប់សិនសាមណៈឈប់សិនសាមណៈព្រះអង្គទ្រង់ត្រាស់ថាណែអង្គលីមាតថាគតឈប់ហើយអ្នកឯងចូលឈប់ដែរទៅអង្គលីមាបានក្រាបទូលសួរព្រះពុទ្ធអង្គក្នុងសេចក្តីនេះទើបព្រះអង្គទ្រង់ត្រាស់ថាណែអង្គលីមាតថាគតបានឈ្មោះថាឈប់ហើយព្រោះដាក់ចុះនៅគ្រឿងវាយដំចំពោះពួកសត្វទាំងអស់សពកាលចំណែកអង្គលីមាឯងជាបុគ្គលមកសង្រួមក្នុងពួកសត្វព្រោះហេតុនោះតថាគតទើបឈ្មោះថាជាអ្នកឈប់ហើយចំណែកអ្នកឈ្មោះថាមិនទាន់ឈប់អង្គលីមាបានពោលថាបបិទ្ធសាមណៈព្រះអង្គស្វែងរកនៅគុណដ៏ធំដែលទេវតានិងមនុស្សទាំងឡាយតែងបូជាយូរណាស់ហើយព្រះអង្គទើបតែយាងមកកាន់មហាវ័នដើម្បីសង្គ្រោះដល់ខ្ញុំព្រះអង្គនឹងប្រព្រឹត្តតាមនិងលះបង់នៅបាបចោលចេញព្រោះបានស្ដាប់នៅព្រះគាថារបស់ព្រះអង្គដែលប្រកបដោយធម៌អង្គលីមាក៏ក្រវែងដាវនិងអាវុធចោលទៅក្នុងត្រពាំងក្នុងជ្រោះក្នុងរណ្ដៅហើយបានថ្វាយបង្គំព្រះបាទទានៃព្រះសុគតសាស្តាសូមភ្នោះនឹងព្រះអង្គក្នុងទីនោះឯងចំណែកព្រះពុទ្ធអង្គទ្រង់ប្រកបដោយករុណាទ្រង់ស្វែងរកនៅគុណដ៏ធំដែលព្រះអង្គជាគ្រូនៃមនុស្សនិងទេវតាបានត្រាស់ហៅអង្គលីមាថាអ្នកចូលមកជាភិក្ខុចុះដូច្នេះក្នុងគ្រានោះភិក្ខុភាពនោះឯងក៏កើតមានដល់អង្គលីមាគ្រានោះព្រះភគវន្តមុនីទ្រង់បាននាំអង្គលីមាភិក្ខុដ៏មានអាយុជាបច្ឆាសាមណៈស្ដេចធ្វើពុទ្ធដំណើរសម្ដៅទៅក្រុងសាវត្ថីព្រះបាទបសេនិតិកោសលបានលើកទ័ពរាប់រយនាក់ដើម្បីទៅកម្ចាត់អង្គលីមាចោលប៉ុន្តែបានឆ្លៀតយាងចូលទៅក្នុងវត្តចេតពុនដើម្បីថ្វាយបង្គំព្រះដ៏មានព្រះភិក្ខសិនការដែលព្រះរាជាបានក្រាបទូលអំពីការងារនោះថ្វាយដល់ព្រះដ៏មានព្រះភិក្ខព្រះពុទ្ធអង្គទ្រង់ត្រាស់ថាបបិទ្ធមហារាជចុះបើមហាបបិទ្ធត្រឡប់ជាឃើញអង្គលីមាកោសក់ពុកមាត់និងពុកចង្កាស្លៀកដណ្ដប់សម្ពុតកាសាវៈចេញចាកផ្ទះចូលកាន់ភ្នោះវាចាកបាណាតិបាតវាចាកអតនីទានវាចាកមុសាបរិភោគផាត់តែមួយពេលប្រព្រឹត្តធម៌ដ៏ប្រសើរមានសិលមានធម៌ដ៏ល្អវិញតើមហាបពិតត្រូវធ្វើអង្គលីមានោះដូចម្តេចទៅវិញព្រះរាជាបានទូលបង្គំថាបពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គក៏បីថ្វាយបង្គំឬក្រាបទៅទទួលនិមន្តដោយអាសនៈឬក៏ទំនុកបំរុងនៅអង្គលីមានោះដោយចីវរបិណ្ឌបាតសេនាសនៈដំណាំរក្សារោគជាបច្ច័យដល់អ្នកឈឺព្រមទាំងបរិក្ខារទាំងឡាយម្យ៉ាងទៀតខ្ញុំព្រះអង្គនឹងចាត់ចែងរក្សាការពារគ្រប់គ្រងប្រកបដោយធម៌ដល់អង្គលីមានោះបបិទ្ធព្រះអង្គដ៏ចម្រើនបើអង្គលីមាចៅនោះធ្លាប់ជាមនុស្សទ្រសិលមានធម៌ដ៏លាមួធ្វើមិនដេចអាចនឹងសង្រួមក្នុងសិលយ៉ាងនោះកើតទៅព្រះអង្គសេចក្តីពិរោះនៅក្នុងព្រះសូត្រមានដូចជាព្រះរាជាពវេរណាបច្ច័យ4ដល់ព្រះអង្គលីមាហើយក្រាបទូលសរសើរព្រះដ៏មានព្រះភិក្ខឬអង្គលីមាសង្គ្រោះស្ត្រីម្នាក់ដែលកំពុងលំបាកព្រោះគភ៌អវត្តព្រះពុទ្ធអង្គទ្រង់ឲ្យព្រះអង្គលីមាអត់ធន់ចំពោះអកុសលវិបាកក្នុងបច្ចុប្បន្នសូមពុទ្ធបរិស័ទជ្រះថ្លាក្នុងការសិក្សាក្នុងព្រះសូត្រនេះចុះព្រះអង្គលីមារថេ
បានសម្រេចព្រះអរហត្តផលមុននឹងបរិនិព្វានបានសម្ដែងព្រះគាថាមានទាំងនៅក្នុងព្រះសូត្រនេះទាំងនៅក្នុងព្រះធរៈគាថាបៃដកលេខ57មានដូចតទៅនេះបុគ្គលណាប្រមាថក្នុងកាលមុនហើយមិនប្រមាថនៅក្នុងកាលក្រោយបុគ្គលនោះរមែងយ៉ាងលោកនេះឲ្យរុងរឿងដោយព្រះច័ន្ទផុតស្រឡះចាពពកបុគ្គលណាបានធ្វើអំពើបាបហើយបិទអំពើបាបនោះដោយកុសលបុគ្គលនោះរមែងយ៉ាងលោកនេះឲ្យរុងរឿងដោយព្រះច័ន្ទផុតស្រឡះចាពពកភិក្ខុនៅក្មេងតែក្មេងគ្មៀតក្នុងព្រះពុទ្ធសាសនាភិក្ខុនោះរមែងយ៉ាងលោកនេះឲ្យរុងរឿងដោយព្រះច័ន្ទផុតស្រឡះចាពពកសូមពួកជនជាសត្រូវនឹងយើងស្ដាប់នៅធម្មគាថាសូមពួកជនជាសត្រូវនឹងយើងក្មេងគ្មៀតក្នុងព្រះពុទ្ធសាសនាចុះពួកមនុស្សណាដែលជាសពបុរសតែងដឹកនាំក្នុងធម៌តែម្យ៉ាងសូមពួកជនជាសត្រូវនឹងយើងគប់រកនៅមនុស្សទាំងនោះចុះសូមពួកជនជាសត្រូវនឹងយើងស្ដាប់ធម៌របស់ពួកសពបុរសដែលជាអ្នកពោលនៅខន្តីជាអ្នកសរសើរនៅសេចក្តីមិនក្រោធតាមការគួរផងចូលធ្វើតាមនៅធម៌នោះផងបើជននោះមិនបៀតបៀនយើងឬសត្វដទៃណាមួយទេជននោះក៏បីដល់នៅសេចក្តីស្ងប់យ៉ាងឧត្តមក៏បីរក្សានៅជនដែលមានចិត្តតក់ស្លុតនិងមានចិត្តមាំមួនពួកអ្នកបង្ហូរទឹកតែងបង្ហូរទឹកពួកជាងព្រួញតែងពុតព្រួញពួកជាងចាំងតែងចាំងពុតឈើពួកអ្នកប្រាជ្ញតែងទូមានខ្លួនជនពួកខ្លះតែងទូមាននៅសត្វពាហនៈមានដំរីជាដើមដោយដំបងកងវេនិងរំពាត់ផ្ដៅព្រះមានព្រះភិក្ខជាតាលីបុគ្គលទ្រង់ទូមានខ្ញុំដោយមិនបាច់ប្រើដំបងនិងគ្រឿងសាស្ត្រាឡើយក្នុងកាលមុនខ្ញុំជាអ្នកបៀតបៀនគេតែងមាននាមថាអហិង្សកៈក្នុងថ្ងៃនេះខ្ញុំមាននាមត្រូវតាមដំណើរពិតហើយព្រោះខ្ញុំមិនបៀតបៀនជនណាមួយឡើយក្នុងកាលមុនខ្ញុំជាចៅល្បីឈ្មោះថាអង្គលីមៀដែលចំនួនធំគួចនាំទៅឥឡូវខ្ញុំបានដល់នៅព្រះពុទ្ធជាទីពឹងហើយក្នុងកាលមុនខ្ញុំជាអ្នកមានដៃប្រឡាក់ឈាមល្បីឈ្មោះថាអង្គលីមៀអ្នកចូលមើលនៅដំណើរមកកាន់សារណៈរបស់ខ្ញុំចោះខ្ញុំបានដកនៅតណ្ហាដែលនាំទៅកាន់ភពហើយខ្ញុំបានធ្វើនៅកម្មដែលជាដំណើរទៅកាន់ទុគតិបែបមនុស្សជាច្រើនត្រូវផលនៃកម្មប៉ះពាល់ឥឡូវជាអ្នកមិនមានបំណុលបរិភោគនៅភោជនពួកជនពាលអត់ប្រាជ្ញាតែងប្រកបរឿយនៅសេចក្តីប្រមាទចំណែកអ្នកប្រាជ្ញតែងរក្សាទុកនៅសេចក្តីមិនប្រមាទដូចគេរក្សាទ្រព្យយ៉ាងប្រសើរអ្នកទាំងឡាយកុំប្រកបរឿយនៅសេចក្តីប្រមាទកុំធ្វើនៅសេចក្តីស្និទ្ធស្នាលដោយតម្រេកក្នុងកាមឡើយត្បិតថាបុគ្គលអ្នកមិនប្រមាទប្រឹងចម្រើនឈានរមែងបាននៅសេចក្តីសុខយ៉ាងក្រៃលែងដំណើរមករបស់ខ្ញុំជាដំណើរល្អមិនមែនជាដំណើរប្រះចាប្រយោជន៍គំនិតរបស់ខ្ញុំនោះមិនមែនជាគំនិតខុសទេព្រោះខ្ញុំបានសម្រេចធម៌ដ៏ប្រសើរបំផុតក្នុងពួកធម៌ដែលព្រះមានព្រះភិក្ខចែងទុកដោយប្រពៃដំណើរមករបស់ខ្ញុំជាដំណើរល្អមិនមែនជាដំណើរប្រះចាប្រយោជន៍គំនិតរបស់ខ្ញុំនោះមិនមែនជាគំនិតខុសទេវាជា3ខ្ញុំបានសម្រេចហើយពុទ្ធសាសនាខ្ញុំក៏បានធ្វើហើយក្នុងកាលមុនខ្ញុំស្ថិតក្នុងទីទាំងឡាយនោះគឺព្រៃក្តីម្លប់ឈើក្តីភ្នំក្តីគុហាក្តីខ្ញុំក៏មានចិត្តតក់ស្លុតក្នុងកាលនោះឥឡូវនេះខ្ញុំដេកជាសុខឈរជាសុខចិញ្ចឹមជីវិតជាសុខជាបុគ្គលមិននៅក្នុងអន្ទាក់ដៃរបស់មា
អោព្រះសាស្តាទ្រង់អនុគ្រោះខ្ញុំណាស់ក្នុងកាលមុនខ្ញុំបានកើតជាព្រាហ្មណ៍មានត្រកូលខ្ពស់ទាំងពីរខាងគឺខាងមាតានិងខាងបិតាថ្ងៃនេះខ្ញុំបានជាបុត្រនៃព្រះសុគតជាសាស្តាធម្មរាជខ្ញុំជាបុគ្គលប្រឆាចតណ្ហាមិនមានសេចក្តីប្រកាន់បានគ្រប់គ្រងទ្វារសង្រួមដោយប្រពៃហើយការអស់ទៅនៃអាសវៈខ្ញុំបានដល់ហើយព្រោះបានសម្លាប់ឫសគល់នៃទុក្ខព្រះសាស្តាខ្ញុំបានប្រណិប័តហើយព្រះពុទ្ធសាសនាខ្ញុំបានធ្វើហើយភេរៈដ៏ធ្ងន់ខ្ញុំបានដាក់ចុះហើយតណ្ហាជាគ្រឿងនាំទៅកាន់ភពខ្ញុំក៏ដកចោលហើយ